បាត់ទូរទស្សនិកជនជាទីមេត្រីបន្តជាមួយរឿងរ៉ាវព័ត៌មានកីឡាចាទស្សនិកជនសម្រាប់រឿងរ៉ាវព័ត៌មានកីឡាផ្ដាំជាដំណងនេះចាគឺពាក់ព័ន្ធទៅនឹងកីឡាជាតិក្រុមក្រសួងមហាផ្ទៃដណ្ដើមបានតំណែងជើងឯកបាល់ទាត់មិត្តភាពចាយុវជនអន្តរជាតិបានលើកទី10ក្រោយយកឈ្នះក្រសួងការពារជាតិយ៉ាងតឹងតែងទីបំផុតក្រុមផ្ទៃដណ្ដើមបានចាត់តំណែងជើងឯកបាល់ទាត់ពីរង្វាន់ចាំមិត្តភាពយុវជនក្រសួងស្ថាប័នលើកទី10ឆ្នាំ2025បន្ទាប់ពីយកឈ្នះក្រុមក្រសួងការពារជាតិដោយការទាត់បាល់ពេណង់ទីកាត់សេចក្តី4-3ក្រោយពីរយៈពេល90នាទីស្មើគ្នា1-1នៅកីឡដ្ឋានស្តាតចាស់កាលពីល្ងាច4ខែឧសភាឆ្នាំ2025សម្រាប់ជំនួបវគ្គផ្ដាច់ប្រវត្តិខាងលើពិតជាមានផាត់ស្វែងខ្លាំងបន្ទាប់ពីចក្រកីឡាករញ៉ាំភត្រារកបានក្របនាំមុខឲ្យការពារជាតិនៅក្នុងនាទីទី8ប៉ុន្តែប្រមាណជា4នាទីក្រោយមកកីឡាករចាស់ញឹមរកបានក្របតាមស្មើឲ្យក្រសួងមហាផ្ទៃហើយលទ្ធផលនេះបានរក្សាដល់ចប់ការប្រកួតពេញម៉ោងនិងបន្ថែមម៉ោង10នាទីហើយបានឈានទៅដល់ការទាត់ពេណង់ទីចាកាត់សេចក្តីទៅក្រសួងមហាផ្ទៃបានក្រសួងការពារជាតិ4-3តើបានឈ្នះតំណែងជាវ័នមិត្តភាពយុវជនអន្តរក្រសួងស្ថាប័នឆ្នាំនេះតែម្ដងថ្លែងនៅក្នុងឱកាសនៃការបិទការហ៊ុនម៉ាណីបានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការកីឡាបាល់ទាត់ភាពយុវជនអន្តរក្រសួងស្ថាប័នក្រុមការងារនិងភាគីពាក់ព័ន្ធទាំងអស់ខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀបចំការប្រកួតចាស់ទាំងនៅក្នុងកិច្ចសហការគ្រប់គ្រងយ៉ាងជិតស្និទ្ធដោយប្រវត្តិពិសេសរវាងគណៈកម្មការរៀបចំការប្រកួតយុវជននៅតាមក្រសួងស្ថាប័នពាក់ព័ន្ធដែលបានចូលរួមឧបត្ថម្ភគ្រប់គ្រងទៅដល់កម្មវិធីនិងគ្រប់គ្រងយ៉ាងផលផុសទៅដល់កីឡាប្រកួតនេះឯកឧត្តមបានគូបញ្ជាក់ថាកីឡាតែងតែមានឈ្នះនិងចាញ់តែអ្វីសំខាន់សម្រាប់ពានរង្វាន់មួយនេះគឺការរឹតបន្តឹងមិត្តភាពសាមគ្គីភាពនិងល្អឯកឧត្តមក៏បានសង្កត់ធ្ងន់ថាសូមកុំភ្លេចថាពានរង្វាន់នេះសុទ្ធតែជារបស់យើងទាំងអស់គ្នាស្មើគ្នាកីឡាករគ្រប់រូបសុទ្ធតែនៅសមិទ្ធផលសម្រាប់ខ្លួនឯងនោះគឺសាមគ្គីភាពនិងមិត្តភាពនឹងគ្នាដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍសង្គមនាពេលអនាគតសូមជំរាបថាពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័នគឺជាដើមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីនៅក្នុងគោលបំណងបង្កើនស្មារតីសាមគ្គភាពនិងពង្រឹងកិច្ចសហប្រតិបត្តិការជាពិសេសគឺបំផុសស្មារតីរាជការមកពីអង្គភាពស្ថាប័នខុសៗគ្នានិងផ្សេងគ្នាឲ្យស្រឡាញ់ចូលចិត្តលេងកីឡាដើម្បីសុខភាពស្ដាប់ទៅតាមពាក្យស្លោកនោះហើយមនុស្សសាសង្គមដែលជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បញ្ជាក់បាល់ទាត់ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួងស្ថាប័នលើកទី10ឆ្នាំ2025មានក្រៅអាជីពចំនួន35ក្រុមចូលរួមប្រកួតដោយចាប់ផ្ដើមចាប់1ខែមិថុនាដល់ថ្ងៃទី24ខែឧសភាឆ្នាំ2025នៅកីឡដ្ឋាន